បើសិននេះអ្នកគ្នានៅក្នុងកលៈទេសៈមួយដែលជុំវិញថ្នាក់លើយើងមានមនុស្សគាត់ចង់ challenge យើងនៅក្បែរអូនណាហើយគាត់និយាយខុសពីយើងទាំងដែលអត់ដឹងច្បាស់ពីយើងអញ្ចឹងណាពេលខ្លះយើងក៏អត់ដឹងដែរថាហេតុអីបានគាត់អត់ចូលចិត្តយើងគាត់តែនិយាយខុសពីយើងនៅមុខអូនហ្នឹងសួរថាយើងត្រូវប្រវាក់ចិត្តមែនឬក៏មិនតែប៉ុន្តែខ្ញុំគិតថាយើងមិនបារម្ភច្រើនទេដោយសារបើសិនជាអូនគាត់មានការវិនិច្ឆ័យត្រឹមត្រូវគាត់ប្រកាសជាចង់មើលតើយើងនេះដូចអ្វីដែលគេនិយាយឬក៏អត់អញ្ចឹងរបៀបដែលយើងត្រូវដោះស្រាយជាមួយភាព challenge មួយហ្នឹងគឺយើងត្រូវ show យើងត្រូវបង្ហាញថាការងាររបស់យើងហ្នឹងគឺពិតជាមានគុណភាពហើយមានលទ្ធផលការងាររបស់យើងពិតជាល្អអញ្ចឹងនេះជាអ្វីដែលយើង proof ថាម្នាក់ដែលនិយាយខុសពីយើងហ្នឹងគឺ wrong តែ owner យើងអញ្ចឹងណាអាហ្នឹងក្នុងករណីដែល owner យើងគាត់មានសុភវិនិច្ឆ័យត្រឹមត្រូវខ្ញុំមិននិយាយពី owner ដែលគាត់អត់ចេះគិតទេអាហ្នឹងរឿងផ្សេងទៀតអញ្ចឹង owner ជាទូទៅភាគច្រើនគាត់ប្រកាសជាមិនស្ដាប់តែមួយធាងទេគាត់ត្រូវការគាត់ស្ដាប់គាត់ទទួលឯនេះដែលគិតថាយើងអាក្រក់ហ្នឹងប៉ុន្តែគាត់ប្រកាសជាបើសិនជាគាត់អត់យល់ច្បាស់ពីយើងគាត់មើលយើងអត់ច្បាស់ទេដោយសារគាត់នៅខ្ពស់ពេកអញ្ចឹងប្រហែលជាគាត់បញ្ជូនមនុស្សមកហើយបញ្ជូនមនុស្សដើម្បីមកមីក្រូ check លើយើងអញ្ចឹងទៅអញ្ចឹងហ្នឹងឯងជាឱកាសយើងកុំគិតថាវាជាសម្ពាធវាជាឱកាសដែលយើងត្រូវបង្ហាញនៅពេលហ្នឹងហ្មងថាមក check ចុះការងារអត់មានបញ្ហាទេមក check ចុះមក check អស់ចិត្តចុះអញ្ចឹងបើសិនជាមក check ម្លឹងពេលថា2-3 ខែហើយអត់មានបញ្ហាអីធំដុំទេមានតែបញ្ហាកពុកជាទូទៅនៅក្នុងការធ្វើការវាមិនដែល perfect ទេវាតែងតែមានចំណុចខ្វះខាតបន្តិចតួចទេអញ្ចឹងបើសិនជាមកឆែកប្រហែលខែអត់ឃើញអ្វីដូចដែរអ្នកដែលអាក្រក់នឹងនិយាយដាក់កាត់ទៅកាន់យើងទេអញ្ចឹង owner នឹងលែងសូវជឿម្នាក់ហ្នឹងហើយអញ្ចឹងអ្នកដែលនិយាយអាក្រក់ពីយើងនឹងបាត់ credit ខ្លួនឯងទៅ owner អញ្ចឹងអានេះខ្ញុំចង់ប្រាប់អ្នកនរគ្នាថាត្រូវ consistent ត្រូវបន្តធ្វើការឲ្យល្អអញ្ចឹងទៅយើងកុំខ្វល់ច្រើនព្រោះដោយសាររឿងគេនិយាយអាក្រក់ពីយើងហ្នឹងយើងទៅដល់ណាទៅដល់ឡៃធ្វើការណាក៏វានៅតែមានដែរពេលខ្លះសូម្បីតែ owner នឹងមានបុគ្គលិកថ្នាក់ក្រោមនិយាយដើម management មានបុគ្គលិកថ្នាក់ក្រោមនិយាយដើមអញ្ចឹងចុះជំនុំតែបុគ្គលិកធម្មតាអញ្ចឹងយើងត្រូវ accept ថា everywhere គឺវាអញ្ចឹងយើងគ្រាន់តែ deal មួយវាឲ្យបានតែប៉ុណ្្នឹងទៅគឺអូខេហើយគឺហ្នឹងកុំឲ្យខ្លួនយើង stress កុំឲ្យខ្លួនយើងមានបញ្ហាទៅបានទេអញ្ចឹងនេះគ្រាន់តែជាបទពិសោធន៍ខ្ញុំកន្លងមកទេអញ្ចឹងខ្ញុំគិតថាពេលដែលគេចង់មក audit ឬក៏អីគឺយើងកុំ stress អីបើសិនជាយើងពិតជាធ្វើការបានល្អមែនយើងក៏ពិតជាស្មោះត្រង់មែនដូចជាយើងអត់ត្រូវបង្ហាញអាការៈភ័យព្រួយអីទេព្រោះភាពបង្ហាញអាការៈភ័យព្រួយហ្នឹងធ្វើឲ្យគេរត់តែគិតវិញថាយើង fraud មែនហ្នឹងព្រោះដោយសារបើសិនជាគេចុះមកយើងទៅជាអញ្ចឹងគេមិនសង្ស័យយើងវិញអញ្ចឹងណាអញ្ចឹងអ្វីដែលត្រូវធ្វើគឺដូចខ្ញុំនិយាយមិញអញ្ចឹងគឺធ្វើការតាមតែអ្វីដែលយើងធ្វើរហូតដល់ហ្នឹងទៅ